អ្នកស្គាល់គ្នាខ្លះនៅតែប្រើអីវ៉ាន់ផ្ទះលេខ2ហើយខ្ញុំសួរគាត់ថាចេះហេតុអីបានជានៅតែប្រើអីវ៉ាន់ផ្ទះលេខ2អញ្ចឹងគាត់ថាពិបាករកអីវ៉ាន់ខ្មែរហើយម្យ៉ាងទៀតគេអត់ចង់ស្អប់ជាតិសាសន៍ហើយម្យ៉ាងដោយសារតែរដ្ឋាភិបាលផ្ទះលេខ2ទេមិនមែនជាប្រជាពលរដ្ឋទេយើងអត់គួរស្អប់ខ្ពើមបែបនេះបែបនោះសម្រាប់ខ្ញុំណាការស្អប់ខ្ពើមជាតិសាសន៍អត់គួរធ្វើទេយើងគួរតែអត់ស្អប់ខ្ពើមទេអាហ្នឹងខ្ញុំក៏ទទួលស្គាល់ប៉ុន្តែការពលិការអត់ប្រើអឺអីវ៉ាន់ផ្ទះលេខ2ហ្នឹងគឺជាការជួយគាំទ្រទៅលើសេដ្ឋកិច្ចវាគ្រាន់តែជាផ្នែកតូចមួយទេរបស់បុគ្គលម្នាក់ៗដែលគាត់ពលិមិនប្រើបើសិនជា17លាននាក់នឹងអត់ប្រើយ៉ាងហោចក៏វាខូចខាតសេដ្ឋកិច្ចមួយផ្នែកតូចដែរទោះបីជាមិនទាំងស្រុងក៏ដោយទីមួយហើយទីពីរក៏វាជាផ្នែកមួយដែលជួយជំរុញផលិតផលក្នុងស្រុកឲ្យវាដើរទៅមុខដែរព្រោះនៅពេលដែលយើងអត់ប្រើផុសគេយើងដូរមកប្រើផុសខ្លួនឯងបន្តិចបន្តច្រើនគឺយើងជួយឲ្យសេដ្ឋកិច្ចក្នុងស្រុកដើរហើយក៏ជួយឲ្យការវិនិយោគក្នុងស្រុកលឿនចង់ថាអ្នកវិនិយោគគាត់អាចលូតលាស់លឿនដែរបងប្អូនមើលប្រទេសរីកចម្រើនអីវ៉ាន់នៅក្នុងម៉ាតនៅក្នុងកន្លែងលក់ផុសគេភាគច្រើនគឺជាអីវ៉ាន់ក្នុងស្រុកផុសគេ ទោះឡើងប្រទេសដែលខ្ញុំកំពុងរស់នេះនៅនេះអញ្ចឹងទៅស៊ុបស៊ឺម៉ាឃេតផុសគេáអាវ៉ាន់ក្នុងស្រុកគឺភាគច្រើនតែម្ដងមិនថាជាអាវ៉ាន់កែច្នៃឬក៏raw product ទេឧទាហរណ៍បន្លែឬសាច់ពេលខ្លះបើយើងអត់មានគំនិតជាតិនិយមតាមពិតគំនិតស្អប់ជាតិសាសន៍អត់ជារឿងដែលគួរធ្វើទេខ្ញុំគាំទ្រយើងអត់គួរស្អប់ជាតិសាសន៍ទេប៉ុន្តែគំនិតជាតិនិយមគួរតែមានមិនសម្រាប់ថានៅពេលបច្ចុប្បន្នដែលកំពុងមានបញ្ហានេះទេបើទោះបីជាបញ្ចប់សង្គ្រាមក៏យើងគួរតែពលីក្នុងការមិនប្រើដែរដូចខ្ញុំអញ្ចឹងបើថារកមិនបានសុខចិត្តញ៉ាំហាំប៊ឺហ្គឺពីសាបដ ாய் ទៅណាមួយហើយទីពីរទោះបីជាបញ្ចប់សង្គ្រាមនេះក៏ដោយខ្ញុំគ្រាន់តែសង្ឃឹមថាមិនតែផ្ទះលេខ2ទេផ្ទះលេខ3ផ្ទះលេខ4ផ្ទះលេខ5បើសិនយើងនៅតែបន្តប្រើអូឥឡូវយើងឈប់ប្រើអាផ្ទះលេខ2ហើយទៅដូរប្រើអាផ្ទះលេខ3ទី4ទី5មកវិញអញ្ចឹងផលិតផលក្នុងស្រុកនៅតែអត់សូវដើរអញ្ចឹងឬក៏ដើរបានមួយរយៈក៏ដួលទៅវិញដោយសារអីយើងអត់មានថវិកាគ្រប់គ្រាន់ក្នុងការឈរជើងឲ្យរឹងមាំដូចគេទេអញ្ចឹងហើយបានជាពេលខ្លះតើតើមានលក្ខណៈជាតិនិយមឬក៏យើងជួយគាំទ្រគ្នាបើមិនអញ្ចឹងទេវាពិបាកនឹងដើរទៅមុខណាស់ហើយបើសិនយើងនិយាយថាអូយើងទើបតែចាប់ផ្ដើមបង្កើតផលិតផលក្នុងស្រុកខ្លួនឯងហើយឲ្យមានកម្រិតគុណភាពឬក៏អឺលក់បាននៅក្នុងតម្លៃដូចគេវាអាចទៅរួចទេហេតុអីគេមានគេមានថវិកាគ្រប់គ្រាន់ក្នុងការនៅក្នុងការកសាងរោងចក្រឬក៏ផ្សព្វផ្សាយទៅលើផលិតផលតែបើសិនជាយើងទើបតែចាប់ផ្ដើមគឺយើងមានតែបងប្អូនឬក៏អ្នកនៅក្នុងស្រុកគ្នាឯងហ្នឹងហើយដែលជួយលើកបើមិនចឹងទេវានឹងពិបាកដើរទៅមុខណាស់ហើយបើសិនជាយើងដើរនៅក្នុងស្រុកអត់ទាន់រឹងមាំយើងពិបាកនៅក្នុងការនាំចេញទៅក្រៅប្រទេសណាស់អានោះវាជារឿងទូទៅហើយដូច្នេះហើយពេលខ្លះយើងមានលក្ខណៈជាតិនិយមអត់ចាំបាច់ទៅស្អប់ជាតិសាសន៍ណាទេយើងអត់គួរមានគំនិតស្អប់ជាតិសាសន៍ការស្អប់ជាតិសាសន៍អត់ធ្វើឲ្យយើងរីកចម្រើនទេអានេះខ្ញុំគាំទ្រតែគំនិតជាតិនិយមយើងគួរតែមាន